ទាំងអស់គ្នាចឹងមានបងប្អូនឬក៏បងខ្លះដែលអត់ទាន់ចេះលេងក៏ចំណូលស្រឡាញ់ខាងតន្ត្រីហើយចង់កាន់ឧបករណ៍ប្រភេទហ្គីតាចឹងអាហ្គីតានេះគឺហ្គីតាអេឡិចត្រូកចឹងសម្រាប់មានសំណួរបងប្អូនខ្លះគាត់សួរថាអេឡិចត្រូកហ្នឹងហើយអាហ្គីតាសាំធម្មតាយើងហ្នឹងលេងដូចគ្នាអត់គឺទម្រង់តែមួយទេគាត់ថាអេឡិចត្រូកនេះវាលក្ខណៈរឹងជាងហើយយើងងាយស្រួលលេងខ្សែវាទន់ហើយសំឡេងនោះក៏យើងអាចផ្លាស់ប្ដូរបានវារៀងលះជាងហ្គីតាសាំដែលយើងអាចលេងបានដូច solo ទេអញ្ចឹងហ្គីតា solo ហ្គីតាអេឡិចត្រូកនេះគឺងាយច្រើនហើយយើងផ្លាស់ប្ដូរសំឡេងហើយយើងអត់មានរៀងអីញ៉េញហើយទើសខ្លួនទេអញ្ចឹងសំឡេងវាផ្លាស់ប្ដូរបានលេងទន់ក៏ស្រួលដៃអញ្ចឹងណាហើយអញ្ចឹងក៏មានបងប្អូនខ្លះក៏គាត់ឆ្ងល់អញ្ចឹងក៏គាត់សួរខ្ញុំក៏ដោះស្រាយចម្ងល់នឹងខ្លះឲ្យគាត់ហើយគាត់ក៏ចាប់ដើមយល់គាត់ក៏ចាប់ដើមរៀនដែរហើយឥឡូវនេះគឺតាមធម្មតាខ្ញុំបង្កើតការបង្រៀនខាងក្រៅតែដល់ពេលមួយរយៈពេលក្រោយមកខ្ញុំក៏ផ្អាកការបង្រៀនទៅខ្ញុំក៏មានគំនិតមួយថាចង់ធ្វើជាវីដេអូវិញហើយចែកចាយជូនបងប្អូនដែលចង់រៀនតាមអនឡាញអញ្ចឹងក៏ងាយដែរហើយយើងចាប់ផ្ដើមតាមអនឡាញទាំងអស់គ្នាទៅអញ្ចឹងអក្សរភ្លេងគោលគឺអក្សរដូរ៉េមីហ្វាសូឡាស៊ីដូដែលជាគោលរបស់ភ្លេងហើយគេរៀបចំឲ្យយើងនោះហើយវាមានពី1ទៅ1ប្រហែលតុងកន្លះតុងមួយណាពីចន្លោះណាទៅចន្លោះណាហ្នឹងក៏ខ្ញុំបើសិនជាធ្វើវីដេអូឲ្យលម្អិតពីរឿងហ្នឹងគឺយើងត្រូវចំណាយពេលយូរព្រោះវាត្រូវការបង្ហាញជាលក្ខណៈអក្សរវិញហើយយើងពេលនេះយើងមកកាន់ហ្គីតាហើយយើងចាប់ផ្ដើមបង្ហាញអញ្ចឹងខ្ញុំចង់កាត់កន្លែងហ្នឹងបន្តិចឲ្យបងប្អូនកុំឲ្យយូរហើយសាមញ៉ាំជាមួយនឹងវីដេអូយើងទៅជាមួយគ្នាលេងឲ្យកាន់តែម្ដងឲ្យបង្ហាញបានខ្លះហើយបងប្អូនខ្លះស្គាល់ដូរ៉េមីហ្វាសូឡាស៊ីដូហើយក៏ងាយស្រួលហើយចាប់វីដេអូនេះយើងរៀនមើលទាំងអស់គ្នាតែម្ដងឲ្យឆាប់យល់ចឹងបើបងប្អូនដែលខ្ចីនោះក៏គាត់អត់ទាន់ចេះលេងដែរហើយគាត់អាចចេះអក្សរបានខ្លះដូរ៉េមីហ្វាសូឡាស៊ីដូហ្នឹងហើយខ្សែទាំងអស់នេះគាត់ស្គាល់ឈ្មោះអីចឹងអត្ថប្រយោជន៍ហើយមិនអាចនិយាយថាយើងអាចរៀនរំលងបានទេព្រោះចំណុចមួយនេះគឺសំខាន់ដល់ពេលណាទៅដល់ចំណុចកំពូលឬក៏ខ្លាំងរបៀបណាក៏ដោយក៏យើងកិច្ចអត់ផុតពីចំណុចដំបូងនឹងដែរព្រោះយើងយកវាទៅប្រើរហូតអញ្ចឹងណាអញ្ចឹងដូរ៉េមីហ្វាសូឡាស៊ីដូយើងត្រូវតែច្បាស់ហើយអក្សរភ្លេងដែលផ្សេងដែលគេក្រៀបចំផ្គួបដើម្បីធ្វើការអានអាគរនោះក៏ត្រូវតែយើងយល់ដឹងដែរហើយក៏មានសភៅខ្លះយើងមើលរៀនហើយមានច្រើនទៀតដែលបងប្អូនរៀនឲ្យអត់យល់អញ្ចឹងយើងមើលវីដេអូការអនុវត្តខ្លះនៅលើវីដេអូនេះហើយខ្ញុំនឹងធ្វើវីដេអូតរហូតអញ្ចឹងនេះជាហ៊ានដំបូងបងប្អូនស្គាល់ដូរ៉េមីហ្វាសូឡាស៊ីដូអញ្ចឹងសម្រាប់ខ្សែនេះទាំងអស់នេះគឺខ្សែ6ខ្សែទី1គេរាប់ពីខាងក្រោមមកខ្សែទី1ទី2ទី3ទី4ទី5ទី6អញ្ចឹង6ខ្សែខ្សែនេះមានទី1ទី2ទី3ទី4ទី5ទី6ហើយខ្សែមួយមានឈ្មោះផ្សេងគ្នាហើយខ្សែ2លើហើយក្រោមនេះឈ្មោះដូចគ្នាអញ្ចឹងខ្សែទី1នេះឈ្មោះវាមីខ្សែខាងលើនេះក៏មីដែរអញ្ចឹងមីទូចហើយមីធំអញ្ចឹងមីហ្នឹងអក្សរភាសាអង់គ្លេសយើងគឺអក្សរ E អញ្ចឹងមីឡាចុះក្រោមយើងរាប់ចុះក្រោមមីខ្សែមីទី6ឡាទី5រេទី4ខ្សែសុលទី3ខ្សែស៊ីទី2ហើយខ្សែមីទី1អញ្ចឹងខ្សែទាំងអស់ហ្នឹងយើងស្គាល់វាប្រយោជន៍អីគេប្រយោជន៍ក្នុងការសេរីព្រោះហ្គីតាមានខ្សែ6ខ្សែយើងត្រូវតែស្គាល់វាឲ្យច្បាស់ហើយពេលដែលយើងសេរីគឺយើងសេរីវាជាមួយគ្រឿងដែលយើងត្រូវប្រើដូចជា effect ឬក៏យើងសេរីជាមួយកម្មវិធីដែលទាញមកពីទូរស័ព្ទយើងអាច connect ហើយធ្វើការសេរីហ្គីតាហ្នឹងគឺយើងសេរីយកឲ្យចំឈ្មោះវានឹងរត់ត្រេដូចជានាឡិកាអញ្ចឹងអាហ្នឹងណាពេលដែលយើងកេះមួយដោតចូលទៅហើយយើងកេះតែមួយអញ្ចឹងដើម្បីសេរីខ្សែមួយអញ្ចឹង
យើងរត់ទៅរត់មកតទៅត្រូវអញ្ចឹងសកម្មណាបងប្អូនយល់ក្នុងការរៀនសេរីហ្គីតាទុកវគ្គដំបូងនេះហើយខ្ញុំនឹងធ្វើវីដេអូបន្តទៀតដោយសារជាហ៊ានដំបូងនេះគឺយើងត្រូវនិយាយឲ្យពីការទ្រឹស្ដីដែលត្រូវនិយាយហ្នឹងគឺវាវែងពេកអញ្ចឹងខ្ញុំធ្វើវីដេអូបន្តិចដើម្បីបងប្អូនចាប់ចំណុចវីដេអូហើយយើងទស្សនាវីដេអូដើម្បីយល់ដឹងទាំងអស់គ្នាអញ្ចឹងយើងចប់ត្រឹមនេះហើយវគ្គក្រោយយើងតវគ្គផ្សេងទៀតអរគុណ